សម្រាប់ខ្ញុំលក្ខណៈពិសេសដែលខ្ញុំឲ្យតម្លៃបំផុតទៅមិត្តសម្លាញ់របស់ខ្ញុំគឺភាពស្មោះត្រង់ព្រោះដោយសារមិត្តភាពមួយបើសិនជាយើងអត់មានភាពស្មោះត្រង់មួយគ្នាទេមិត្តភាពនោះគាត់បានយូរទេហើយសម្រាប់ខ្ញុំគឺរាប់អានចេញពីក្តីស្រឡាញ់និងទង្វើរបស់ខ្ញុំការបង្ហាញក្តីស្រឡាញ់របស់នាងខ្ញុំទៅលើក្រុមគ្រួសាររបស់ខ្ញុំគឺការថែទាំការយកចិត្តទុកដាក់ក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌក្តីស្រឡាញ់ទាំង3ចំណុចនេះគឺធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំមានក្តីសុខទង្វើដ៏ល្អបំផុតដែលដៃគូរបស់ខ្ញុំមាននោះគឺគាត់មានភាពស្មោះត្រង់និងការថែរក្សាប្រកបដោយភាពកក់ក្ដៅតែគាត់បានផ្ដល់ឲ្យរូបនាងខ្ញុំជាភរិយានិងកូនពេលវេលាដ៏ល្អដែលខ្ញុំមានសម្រាប់សមាជិកគ្រួសារខ្ញុំគឺការទទួលទានអាហារជុំគ្នានៅពេលចុងសប្តាហ៍ពីព្រោះជាពេលវេលាដែលខ្ញុំនិងភរិយារបស់ខ្ញុំបានឈប់សម្រាកពីការងារហើយកូនក៏បានឈប់សម្រាកពីការសិក្សាផងដែរនៅពេលទទួលទានអាហារពួកយើងបានជជែកគ្នាទៅវិញទៅមកដោយក្តីញញឹមនិងការយល់ចិត្តគ្នាខ្ញុំបាទដល់ក្តីស្រឡាញ់ចំពោះមនុស្សដែលមានលក្ខណៈខុសប្លែកពីយើងតាមរយៈការស្ដាប់រឿងរ៉ាវបទពិសោធន៍ដើម្បីវិនិច្ឆ័យព្យាយាមយល់នៅអារម្មណ៍របស់ពួកគាត់ជាប់ខ្លួនយើងទៅនឹងស្ថានភាពជាក់ស្ដែងរបស់ពួកគាត់ការផ្ដល់ជំនួយគំនិតយោបល់ក្នុងន័យផ្លាស់ប្ដូរនៅចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមកចំពោះនាងខ្ញុំបង្ហាញការដឹងគុណទៅកាន់មិត្តភ័ក្តិរបស់នាងខ្ញុំដោយទង្វើល្អគាំទ្រនៅអ្វីដែលគាត់ធ្វើយ៉ាងពេញទំហឹងជាពិសេសនៅពីក្រោយជួយជំរុញគាត់ជាចុងក្រោយចង់អរគុណទៅកាន់មិត្តភ័ក្តិដែលស្រឡាញ់រាប់អាននាងខ្ញុំសង្ឃឹមថាមិត្តភាពដែលយើងមាននឹងវានឹងយូរអង្វែង